បងប្អូនអាចឃើញ Bugatti នេះពីមុនមកអត់ Bugatti នេះគឺគេឲ្យឈ្មោះវាថាជាប្រភេទ Luxury Super Sedan ភាគច្រើនបងប្អូនស្គាល់ថាវាជាប្រភេទ High Performance ជាប្រភេទទ្វារ2អាចថា Hypercar ណាប៉ុន្តែនេះមិនមែនទេគឺ Luxury Super Sedan អញ្ចឹងយើងទៅស្គាល់វាទាំងអស់គ្នាប៉ុន្តែបញ្ជាក់ថាបងប្អូនរថយន្តនេះគេកំពុងតែដាក់លក់នៅក្នុងតម្លៃ $2.3 លានហើយរថយន្តនេះក៏អត់ដែលមានតាំងនៅក្នុង showroom ដែររថយន្តនេះគឺផលិតក្នុងឆ្នាំ1993អញ្ចឹងចង់បញ្ជាក់បងប្អូនថាសម្រាប់ model នេះមិនមែនជា model មុនគេទេដែល model មុនវានោះគឺជាប្រភេទ EB 110ហើយនិង Veyron ហើយ Bugatti ក៏បានបង្កើតរថយន្តនេះជាប្រភេទទ្វារ4ដែលជាប្រភេទ EB 112ផលិតក្នុងឆ្នាំ1993ដែលរចនាឡើងដោយ Gio Ghetto វាផ្ដល់នូវរូបរាងបែប slow boat និងសភាពរាបសារមែនទែននិងคล้ายទៅជារថយន្តដែលមានតម្លៃបំផុតនៅក្នុងប្រវត្តិសាស្ត្រដោយសារតែ EB 112នេះត្រូវបានបង្កើតឡើងក្រោមការដឹកនាំរបស់ Romano នៅក្នុងប្រទេសអ៊ីតាលីដើម្បីបង្កើត Supercar និង High Luxury Sedan តែម្ដងអញ្ចឹងបន្ទាប់ពី Bugatti បានបាត់បង់ស្ថិរភាពហិរញ្ញវត្ថុនៅឆ្នាំ1993ហ្នឹងគឺមានក្រុមហ៊ុន Gildo Valence Pastor បានទិញនិងបញ្ចប់រថយន្ត3គំរូនេះតែម្ដងប៉ុន្តែគំរូនេះនៅតែចុះបញ្ជីនៅទីក្រុង Monaco និងប្រើប្រាស់បានត្រឹមតែ388គីឡូម៉ែត្រទេអញ្ចឹងសម្រាប់ Bugatti EB 112នេះគឺប្រើតួប្រភេទ Carbon Fiber សុទ្ធតែម្ដងដូចទៅនឹង EB 110ដែរហើយវាប្រើប្រាស់ជាមួយនឹងម៉ាស៊ីន V12 6.0 លីត្រ Naturally ហើយផលិតថាមពលបានរហូតដល់456សេសនិងកម្លាំងរមុលរបស់វាគឺ590 Newton ម៉ែត្រដែលភ្ជាប់មកជាមួយនឹងប្រអប់លេខ6វគ្គប៉ុន្តែជាប្រភេទលេខដៃហើយម៉ាស៊ីនត្រូវបានរចនាពិសេសមែនទែនដែលដាក់នៅខាងក្រោយអាកង់ខាងមុខណាហើយសម្រាប់រថយន្តនេះក៏ប្រើប្រាស់ជាមួយនឹងប្រព័ន្ធបើកបរ 4 wheel drive ផងដែរអញ្ចឹងតាមរយៈការវាយតម្លៃនៅក្នុងកំឡុងឆ្នាំ1993រថយន្តនេះគឺមានសន្ទុះពី0ទៅ100ចាយពេលត្រឹម 4.3 វិនាទីហើយនឹងល្បឿនកំពូលរបស់វាគឺ300គីឡូម៉ែត្រនៅក្នុង1ម៉ោងមិនធម្មតាទេល្បឿនប៉ុណ្នេះនៅក្នុងឆ្នាំ1993ណាហើយនៅក្នុងសម័យនោះផងដែរវាគឺជាប្រភេទ Luxury Super Sedan មានថាមពលខ្ពស់មិនមានរថយន្តណាមួយនៅពេលនោះមានកម្លាំងខ្លាំងដូចវាទេបើយើងនិយាយពីផ្នែកខាងក្នុងវាក៏ប្លែកដែរដោយផ្ទៃភាគច្រើនប្រើជាមួយនឹង high end black glider ស្បែកច្រើនមែនទែនជាមួយ material ពិសេសហើយនៅលើដៃទ្វារហ្នឹងក៏ពោពេញទៅដោយស្បែកដែរជាមួយនឹង digital cruiser ហើយនិង dashboard ក៏មានជាមួយនឹងពន្ធវិជាពិសេសជាច្រើនហើយជាពិសេសហ្នឹងក៏មានជាមួយនឹងទូរទស្សន៍តូចមួយនៅកៅអីជួរទី2ដែរអញ្ចឹងបងប្អូនសម្រាប់បងប្អូនយល់យ៉ាងណាដែរចំពោះ Luxury Super Sedan មួយនេះវាពិតជា Super Sedan មែនដោយសារតែវាមានកម្លាំងខ្លាំងខុសគេកម្លាំងសន្ទុះក៏ខ្លាំងហើយពាក់ព័ន្ធជាមួយនឹងល្បឿនក៏លឿនដែរនៅក្នុងសម័យនោះណាអូខេបងប្អូនអញ្ចឹងបើបងប្អូនយល់យ៉ាងណាកុំភ្លេច comment នៅខាងក្រោមបាយបាយ